ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg ក៏បានរាយការណ៍តាក់ទងជាមួយនឹងនយោបាយនៅក្នុងប្រទេសថៃអញ្ចឹងខ្ញុំសូមដកស្រង់ពី Bloomberg ខ្លះមិនទាំងស្រុងទេមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថាគណៈបកដែលកំពុងតែកាន់អំណាចនៅក្នុងប្រទេសថៃគឺខិតខំធ្វើយ៉ាងណាដើម្បីនៅបន្តកាន់អំណាចរបស់ខ្លួនបន្តទៀតបន្ទាប់ពីការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃនៅខែក្រោយនេះហើយប៉ុន្តែក៏បានសន្យាបញ្ញាថានឹងដោះស្រាយបញ្ហាចំនួនជាមួយនឹងប្រទេសកម្ពុជាផងដែរក៏ដូចជាបោះសម្អាតគេឈ្មោះរបស់ប្រទេសរបស់ខ្លួនមិនដែលពេលបច្ចុប្បន្ននេះត្រូវបានគេចាត់ទុកថាជាតំបន់ច្រកឆ្លងកាត់មួយដែលសម្រាប់ក្រុមជួញដូរមនុស្សនិងជនរងគ្រោះដោយសារការជួញដូរបាទគឺគណៈបកភូមិใจថៃដែលជាគណៈបកអភិរក្សនិយមនោះគឺបានចូលកាន់អំណាចតាំងពីខែកញ្ញាកន្លងមកនេះហើយបានបង្ហាញខ្លួនឯងនឹងថាជាអ្នកការពារដ៏ស្រស់ស្របបំផុតរបស់ប្រទេសជាតិគឺជាអ្នកការពារបូរណភាពទឹកដីរបស់ខ្លួននៅក្នុងអំឡុងពេលដែលមានចំនួនជាមួយនឹងប្រទេសកម្ពុជាគឺការប៉ះទង្គិចហ្នឹងគឺបានកើតមានឡើងកាលពីខែកក្កដាហ្នឹងគឺចំនួន5ថ្ងៃហើយបានផ្ទុះឡើងវិញគឺកាលពីខែធ្នូកន្លងទៅនេះមុនពេលដែលមានបទជបាញ់គ្នាបាទប្រសិនបើគណៈបកនេះនឹងចូលមកកាន់អំណាចក្រោយពីការបោះឆ្នោតនៅខែកុម្ភៈថ្ងៃទី8កុម្ភៈណាបាទគឺគណៈបកភូមិใจថៃគាត់បាននិយាយថាគឺគាត់នឹងរក្សាជំហរបាទរក្សាជំហរនៅក្នុងការការពារអធិបតេយ្យភាពរបស់ថៃហើយនឹងក៏ដូចជាការខិតខំស្វែងរកយ៉ាងណារក្សាទំនាក់ទំនងបាទជាមួយនឹងប្រទេសកម្ពុជាគឺដោយបើកច្រកព្រំដែនឡើងវិញហើយនឹងដំណើរការពាណិជ្ជកម្មឡើងវិញនេះបើយោងតាមលោកសៀស័កភួងគិតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃលោកគឺជាបេក្ខជននាយករដ្ឋមន្ត្រីណាលំដាប់ទី2របស់គណៈបកនេះបាទដែលលោកអនុทิน ច័ន្ទវីរកុលគឺជាបេក្ខជនទី1ក៏ប៉ុន្តែលោកសៀស័កបានព្រមានថាការចម្រីកចម្រើនយ៉ាងណាក៏ដោយក៏វាជារឿងមួយដែលមានលក្ខខណ្ឌផងដែរបាទដោយយោងទៅតាមបទជបាញ់គ្នាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូបើសិនជាបទជបាញ់គ្នានេះនៅតែជាប់លាប់ដដែលបាទគឺបានន័យថាបើមិនមានការប្រយុទ្ធគ្នាឡើងវិញទេគឺពិតជាអនុញ្ញាតឲ្យប្រទេសទាំងពីរគឺដកកងកម្លាំងហើយនឹងអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនក៏ដូចជាមានការកិច្ចសហប្រតិបត្តិការក្នុងការដោះមីននិងការកម្ចាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញជាដើមលោកសៀស័កបាននិយាយថាគឺយើងមានការបដិញ្ញាចិត្តនៅក្នុងការការពារអធិបតេយ្យភាពរបស់យើងហើយនឹងបូរណភាពទឹកដីផងដែរបាទនេះបើយោងតាមបទសម្ភាសន៍របស់លោកដែលបានធ្វើឡើងកាលពីយប់ថ្ងៃសុក្របាទនៅក្នុងប្រទេសថៃហើយលោកបានបន្ថែមថាលោកសង្ឃឹមថាគឺនឹងអាចដាក់ចំនួននេះបាទដោះស្រាយចំនួននេះឲ្យវាផុតរលត់នៅក្នុងពេលឆាប់នេះបាទគឺហើយក៏ដូចជាការកសាងទំនុកចិត្តគ្នានិងការជឿជាក់គ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅមុខផងដែរនៅក្នុងទំនាក់ទំនងរបស់យើងនេះក៏ប៉ុន្តែរឿងនេះគឺនៅតែវាមានលក្ខណៈមួយដែលមានលក្ខណៈផុយស្រួយនៅឡើយពេលបច្ចុប្បន្ននេះគឺជាដំណាក់កាលផុយស្រួយដែលយើងត្រូវតែជៀសវាងនៅសកម្មភាពទាំងអស់ដែលមានលក្ខណៈបង្កហេតុឬក៏ញុះញង់ហើយលោកសៀស័កបានច្រានចោលនៅអត្ថាធិប្បាយនាពេលថ្មីនេះដែលចេញពីរដ្ឋមន្ត្រីរបស់កម្ពុជាមួយរូបគឺលោកកៅរេមីដែលបាននិយាយថាការដែលគណៈបកភូមិใจថៃវិលមកកាន់អំណាចឡើងវិញនេះគឺនឹងឈានទៅដល់មានការប៉ះទង្គិចតាមព្រំដែនជាលើកទី3ហើយលោកបាននិយាយថាប្រជាពលរដ្ឋថៃគួរតែបោះឆ្នោតឲ្យគឺហើយលោកបាននិយាយថាគណៈបកប្រជាពលរដ្ឋរបស់ថៃគឺគួរតែបោះឆ្នោតឲ្យគណៈបកប្រជាជនដែលជាគណៈបកធ្វើការកែតម្រង់ឬក៏គណៈបកភឿថៃវិញទៅបាទ
ដោយលោកសៀស័កចាត់ទុកថាអត្ថាធិប្បាយរបស់មន្ត្រីកម្ពុជានេះគឺជាការញុះញង់ដោយផ្ទាល់មាត់ហើយគឺជាការមួយដែលចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃបាទអញ្ចឹងគឺលោកបានបដិសេធជាមួយនឹងអ្វីដែលមន្ត្រីកម្ពុជាបាននិយាយគឺគណៈបកភូមិใจថៃនេះឥឡូវនេះគឺខិតខំសម្របសម្រួលរបស់ខ្លួនជាមួយនឹងខាងយោធារបស់ថៃមកហើយដើម្បីប្រើប្រាស់ព្រឹត្តិការណ៍ដែលកើតឡើងជាមួយនឹងប្រទេសកម្ពុជាដើម្បីបង្ហាញខ្លួនលោកអនុทิនថាជាមេដឹកនាំនៅក្នុងអំឡុងពេលសង្គ្រាមដើម្បីបង្កើននៅប្រជាប្រិយភាពរបស់លោកហើយជាការពិតគឺប្រជាប្រិយភាពរបស់លោកអនុทิនបានកើនឡើងទ្វេដងចាប់តាំងពីចំនួនរវាងព្រំដែនរវាងប្រទេសទាំងពីរបានកើតមានឡើងតាំងពីខែឧសភាកន្លងមកនេះហើយជំហរដ៏តឹងរឹងរបស់លោកគឺស្របគ្នាជាមួយនឹងបាទជំហររបស់គណៈបកដែលមានលក្ខណៈអភិរក្សនិយមហើយនឹងអ្នកបោះឆ្នោតដែលនៅតំបន់មូលដ្ឋានបាទជាពិសេសគឺនៅក្នុងខេត្តទាំង7ដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជានោះបាទហើយក៏វាជួយឲ្យគណៈបកភូមិใจថៃបាទធ្វើការឃោសនានឹងបានផលប្រយោជន៍ពីមនោសញ្ចេតនាជាតិនិយមដ៏ជ្រាលជ្រៅរបស់ពួកគេផងដែរក្រោយពីមានការប្រយុទ្ធគ្នានេះកើតឡើងបាទនេះគឺជាសេចក្តីរាយការណ៍របស់Bloomberg ណាបាទ Bloomberg គាត់និយាយចឹងបាទមិនមែនពាក្យខ្ញុំនិយាយទេបាទក្នុងពេលជាមួយគ្នានោះដែរគឺគណៈបកប្រជាជនដែលជាដឹកនាំដោយក្រុមចម្រើននិយមវ័យក្មេងគឺមិនដែលបានកាន់អំណាចនៅក្នុងរដ្ឋាភិបាលទេហើយគណៈបកនេះក៏ខិតខំធ្វើគោលនយោបាយយ៉ាងណាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយនឹងប្រទេសកម្ពុជាផងដែរដើម្បីដោះស្រាយចំនួននោះក៏ប៉ុន្តែគឺសមត្ថភាពរបស់ពួកគេនៅមិនទាន់មានអ្នកណាដឹងនៅឡើយទេថាតើពួកគេអាចនឹងដោះស្រាយចំនួនព្រំដែននេះដោយរបៀបណាហើយក្រុមនេះគឺត្រូវបានគេស្គាល់ថាជាក្រុមដែលប្រឆាំងជាមួយនឹងរបបដឹកនាំដែលមានជាយូរមកហើយគឺជារឿងដែលជាកម្លាំងមួយដែលប្រជាពលរដ្ឋបាទគ្រប់គ្រងច្រើនបាទក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរពេលនេះគឺក្រមយោធាដែលជាក្រមគ្រប់គ្រងគេថាក្រមកាន់អំណាចជាយូរមកហើយស្ថាប័នរឹងមាំនៅក្នុងប្រទេសថៃនោះគឺទទួលបានការគ្រប់គ្រងការសរសើរពីមហាជននៅក្នុងប្រទេសថៃលោកសៀស័កបានបន្ថែមថាចំនួននាពេលបច្ចុប្បន្ននេះជាមួយនឹងប្រទេសកម្ពុជាគឺបានជំរុញឲ្យមានមនោសញ្ចេតនាជាតិនិយមយ៉ាងច្រើននៅក្នុងចំណោមមហាជនហើយលោកបានបន្ថែមថាលោកគិតថាគឺគោលនយោបាយរបស់គណៈបករបស់លោកគឺជាគោលនយោបាយមួយដែលមហាជនគ្រប់គ្រងបាទហើយដោយសារតែគឺគណៈបកនេះការពារខាងសន្តិសុខហើយនឹងអធិបតេយ្យភាពរបស់ប្រទេសជាតិក៏ប៉ុន្តែលោកសៀស័កក៏បាននិយាយថាគឺប្រទេសថៃបាទប្រទេសថៃក៏នឹងត្រូវតែបញ្ឈប់ប្រើប្រាស់នៅអ្វីដែលក្នុងពេលកន្លងមកដែលគេយកប្រទេសថៃធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ក្នុងការជួញដូរមនុស្សហើយនឹងបោកប្រាស់មនុស្សឲ្យទៅធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញនៅក្នុងប្រទេសជិតខាងរបស់ខ្លួនផងដែរលោកបានបញ្ជាក់ថាប្រសិនបើយើងដឹកនាំមកគឺយើងនឹងធ្វើកិច្ចខិតខំប្រឹងប្រែងទាំងនៅថ្នាក់តំបន់និងថ្នាក់អន្តរជាតិដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញគឺយើងត្រូវតែមើលខ្លួនយើងថាជាប្រទេសមួយដែលយើងបោះសម្អាតខ្លួនយើងឲ្យបានមានសណ្ដាប់ធ្នាប់បានល្អហើយគឺលោកបានបន្ថែមថាយើងមិនអាចនឹងបើយើងត្រូវតែបង្ក្រាបអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់នោះបើមិនអញ្ចឹងទេគឺអ្វីៗគឺមិនអាចនឹងកាត់ឡើងបាននោះទេគណៈបកភូមិใจថៃគឺក៏មានគោលការណ៍ក្នុងការបញ្ចុះពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកផងដែរនៅក្នុងការចរចាក្នុងពេលកន្លងមករវាងមន្ត្រីរបស់ថៃជាមួយនឹងមន្ត្រីរបស់សហរដ្ឋអាមេរិកហើយក៏ជាការមួយដែលបាទខិតខំប្រឹងប្រែងដើម្បីឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានលក្ខណៈអំណោយផលនេះបើតាមការបញ្ជាក់របស់លោកសៀស័កលោកបានបន្ថែមថាប្រសិនបើលោកវិលត្រឡប់មកកាន់អំណាចវិញគឺលោកមានផែនការក្នុងការផ្ដល់ភារកិច្ចឲ្យឯកអគ្គរដ្ឋទូតរបស់ថៃ
ធ្វើដំណើរជុំវិញពិភពលោកដែលធ្វើការនៅជុំវិញពិភពលោកនេះធ្វើយ៉ាងណាដើម្បីជួយប្រទេសជាតិរបស់លោកឲ្យរកទីផ្សារថ្មីបន្ថែមទៀតហើយក៏ដូចជាតាក់ទាញឲ្យមានការវិនិយោគទុនដោយផ្ទាល់ពីបរទេសផងដែរហើយលោកបាននិយាយថាប្រសិនបើយើងឥឡូវនេះគឺយើងកំពុងតែជួបប្រទះជាមួយនឹងគោលនយោបាយការពារនិយមហើយដែលមានលក្ខណៈឯកតោភាគីជាពិសេសគឺយើងមើលឃើញថាគោលនយោបាយនេះចេញមកពីសហរដ្ឋអាមេរិកបាទអញ្ចឹងក៏ឆ្លៀតឱកាសហ្នឹងគឺរិះគន់សហរដ្ឋអាមេរិកលោកសៀសាក៏បាននិយាយផងដែរថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណៈបកភូមិใจថៃនេះគឺអាចនឹងកសាងនៅទំនុកចិត្តរបស់វិនិយោគអ្នកវិនិយោគទុនបានបើក្រោយពីទីផ្សារភាគហ៊ុនរបស់ប្រទេសថៃនេះបានធ្លាក់ចុះដែលបានបណ្ដាលឲ្យមានលំហូរចេញនៅទុនដែលវិនិយោគពីបរទេសបាទក្នុងរយៈពេល3ឆ្នាំជាប់គ្នាចាប់តាំងតែពីឆ្នាំ2023មកហើយប្រទេសថៃគឺបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយរលកនយោបាយជាបន្តបន្ទាប់ដែលបានបណ្ដាលឲ្យមានការផ្លាស់ប្ដូរមេដឹកនាំចំនួន2ដងហើយចាប់តាំងពីការបោះឆ្នោតបាទគេនៅក្នុងនេះក៏ប្រើពាក្យថាការផ្លាស់ប្ដូររបបregime change បាទការផ្លាស់ប្ដូររបបចំនួន2ដងហើយចាប់តាំងពីការបោះឆ្នោតកាលពីបោះឆ្នោតជាតិកាលពីលើកមុនដែលបានកើតមានឡើងនៅឆ្នាំនោះបាទលោកសៀសាបានបញ្ចប់ដោយថ្លែងថាប្រសិនបើយើងមានរដ្ឋាភិបាលមួយដែលមានស្ថិរភាពគឺយើងអាចមានគោលនយោបាយដែលមានលក្ខណៈស៊ីសង្វាក់បានហើយគឺលោកបាននិយាយថាលោកអាចមានលទ្ធភាពនឹងបើកែប្រែនិន្នាការនៃការដែលវិនិយោគទុនដកប្រាក់ចេញពីប្រទេសថៃទៅខាងក្រៅនោះហើយគឺនឹងធ្វើយ៉ាងណាឲ្យប្រទេសថៃនៅតែជាទីកន្លែងដែលជាទីតាក់ទាញសម្រាប់អ្នកវិនិយោគទុនបាទនេះគឺជាសេចក្តីរាយការណ៍របស់ Bloomberg ណាហើយខាងសារព័ត៌មានរបស់ថៃបាទសារព័ត៌មានរបស់ថៃគឺបានកកប៉ុស្តិ៍ហ្នឹងគឺក៏បានរាយការណ៍ផងដែរអំពីការដែលយកគណៈបកនយោបាយនានាកំពុងតែយករឿងបញ្ហាជាមួយនឹងប្រទេសកម្ពុជានោះគឺគោលនយោបាយយោធានិយមដើម្បីធ្វើការឃោសនាអញ្ចឹងធ្វើឲ្យមានការព្រួយបារម្ភផងដែរជាពិសេសទៅលើការចំណាយទៅលើផ្នែកយោធាអញ្ចឹងខ្ញុំនឹងចែករំលែកព័ត៌មានមួយទៀតនៅពេលដែលចប់ show នេះខ្ញុំនឹងថតដាក់ជាវីដេអូអញ្ចឹងមិនមែនធ្វើ live ទេប្រិយមិត្តអាចទៅមើលនៅកន្លែងខ្ទង់វីដេអូបានណាបាទតែគណៈបកនីមួយៗហ្នឹងគេមានគោលការណ៍យ៉ាងម៉េចតទៅនឹងបញ្ហាយោធាឥឡូវម្នាក់គឺកំពុងតែច្រឡំបល់រឿងគោលនយោបាយយោធានិយមជាតិនិយមនៅក្នុងប្រទេសថៃនឹងខ្លាំងណាស់បាទអញ្ចឹងហើយបានជាខ្ញុំសូមបើកមុខកញ្ចក់បន្តិចនិយាយក្រៅបន្តិចឃើញទេបាទគឺហេតុអ្វីបានជាខាងគណៈលោកសៀស័កភូមិកាត់កែវហ្នឹងគាត់មានបដកម្មលឿនមកជាមួយនឹងអ្វីដែលលោកកៅរេមីគាត់បានសរសេរបាទពីរឿងពាក់ព័ន្ធជាមួយនឹងនយោបាយថៃហ្នឹងបាទដោយសារអីបាទដោយសារថៃគាត់លេងគណៈបកភូមិใจថៃហ្នឹងគាត់លេងល្បិចពំតណោតបាទពំតណោតទី1គឺគាត់និយាយថាគាត់កំពុងតែការពារប្រទេសជាតិណាគឺថាអធិបតេយ្យភាពរបស់ថៃមិនឲ្យបាត់បង់ទេបាទទន្ទឹមនឹងគ្នានោះដែរគាត់ថាមានតែគាត់ទេអាចដោះស្រាយបញ្ហាហ្នឹងជាមួយនឹងកម្ពុជាបានឃើញទេបាទអញ្ចឹងពេលដែលគាត់និយាយនឹងគាត់បិទទ្វារបិទអីមិនឲ្យចរចារឿងព្រំដែនបិទដោយអនុធានគាត់ថាបិទច្រកពាណិជ្ជកម្មអីជាមួយនឹងកម្ពុជាអីហ្នឹងជារៀងរហូតឬក៏អីហ្នឹងបាទទន្ទឹមនឹងហ្នឹងគាត់ក៏និយាយថាមានតែបកគាត់ទេបើសិនជាជាប់ឆ្នោតអាចចរចាជាមួយនឹងកម្ពុជាបានឃើញទេបាទអញ្ចឹងប្រិមិត្តឃើញច្បាស់ហើយគឺនៅក្នុងអត្ថបទរបស់ Bloomberg នឹងខ្លួនឯងហើយនឹងទីទៀតខ្ញុំនឹងយករបស់បាងកកប៉ុស្តិ៍បើណាជាអង់គ្លេសទៅមើលបាងកកប៉ុស្តិ៍ឃើញហើយអត្ថបទចេញថ្ងៃហ្នឹងចេញប្រហែលជា2ម៉ោងមុនគឺគាត់យកបញ្ហាកម្ពុជានឹងទៅធ្វើការឃោសនានយោបាយតែម្ដងអញ្ចឹងហើយយើងមិនរំពឹងថាសាច់រឿងនឹងចប់នៅក្នុងពេលឆាប់នេះទេតតែការបោះឆ្នោតហើយនឹងមានរដ្ឋាភិបាលថ្មីគ្រាន់តែអ្វីដែលរំពឹងនោះគឺបាទរំពឹងថាមិនឲ្យមានការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែននេះបាទអញ្ចឹងការពិតខ្ញុំមានគំនិតខ្លះដែរសម្រាប់ជូនប្រិមិត្តប៉ុន្តែចាំល្ងាចបាទចាំល្ងាចមិញបាទបានឆ្លើយសំណួរដែរក៏ប៉ុន្តែអត់បានកាត់សំណួរចម្លើយហ្នឹងដាក់คลิปផ្សេងបាទ
លើចូលដល់ព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ហើយនឹងនេះអត្ថបទនេះរបស់ South China Morning Post ក៏ដាក់ចំណងជើងថាប្រទេសចិននៅតែរក្សាការដាក់សម្ពាធទៅលើប្រទេសកម្ពុជាបាទឲ្យដោះស្រាយបញ្ហាការឆោបបោកតាមបណ្ដោយព្រំដែននឹងបាទហើយនឹងការជួញដូរមនុស្សបាទសារព័ត៌មានមួយទៀត Global Times ក៏បានចុះផ្សាយស្តៀងនឹងដែរគឺ Global Times បាននិយាយថាខាងចិនបានទទូចឲ្យកម្ពុជាដោះស្រាយបញ្ហានៃការបាត់ខ្លួនពលរដ្ឋរបស់ខ្លួនបាទអញ្ចឹងសារព័ត៌មានមួយដាក់ចំណងជើងខុសគ្នានៅក្នុងរឿងសាច់រឿងតែមួយបាទអញ្ចឹងខ្ញុំសូមយកអត្ថបទដែលខ្ញុំយកមកនេះគឺរបស់ Global Times បាទ Global Times ក៏បានរាយការណ៍ថាស្ថានទូតចិននៅក្នុងប្រទេសកម្ពុជាបានទទូចឲ្យអាជ្ញាធរកម្ពុជាពង្រឹងការការពារពលរដ្ឋរបស់ខ្លួនបាទបន្ទាប់ពីមានករណីជាច្រើនដែលក្នុងនោះគឺពលរដ្ឋចិនបានបាត់ខ្លួនឬក៏បាត់ទំនាក់ទំនងតែម្ដងពេលដែលមកដល់ប្រទេសកម្ពុជានេះបើយោងតាមស្ថានទូតចិនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃសៅរ៍នេះបាទព័ត៌មាននេះទើបតែចេញមុននេះបន្តិចទេណាបាទបើយោងទៅតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតរបស់ចិនតាមបណ្ដាញសង្គម WeChat គឺលោកឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅកម្ពុជាគឺលោកវ៉ាងវិនប៊ិននាពេលថ្មីនេះបានជួបប្រជុំដោយឡែកពីគ្នាជាមួយនឹងឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសុខាហើយនឹងក៏ដូចជាជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនផងដែរលោកវ៉ាងបាននិយាយថានៅក្នុងឱកាសជាច្រើននោះគឺបានលើកនៅក្នុងករណីជាច្រើននោះគឺមានពាក់ព័ន្ធជាមួយនឹងជនជាតិចិនដែលបានបាត់ខ្លួនឬក៏បាត់ទំនាក់ទំនងតែម្ដងពេលដែលបានមកដល់ប្រទេសកម្ពុជាហើយដំណើររឿងនេះគឺកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលប្រទេសចិនមើលឃើញថាគឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរមួយហើយករណីភាគច្រើនដែលធ្ងន់ធ្ងរនោះគឺនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធជាមួយនឹងជនជាតិចិនដែលគឺពាក់ព័ន្ធជាមួយនឹងការឆោបបោកតាមអនឡាញបាទការកើតឡើងនេះជាញឹកញយណាស់គឺបានកើតមានឡើងក្នុងពេលកន្លងមកនេះបើតាមការបញ្ជាក់របស់លោកវ៉ាងហើយគឺវាមិនស៊ីសង្វាក់គ្នាជាមួយនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរនោះទេគឺកម្ពុជាហើយនិងចិនហើយក៏វាជាការមួយដែលបង្ហាញនៅគ្រោះថ្នាក់កាន់តែហើយក៏វាជាការមួយបង្ហាញនៅឧបសគ្គកាន់តែធ្ងន់ធ្ងរក្នុងការពង្រឹងនៅកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប្រទេសចិនក៏បានភ្ជាប់នៅសារៈសំខាន់នៃបញ្ហាទាំងអស់នេះនៅក្នុងការការពារសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួនថាជាសិទ្ធិដែលស្របច្បាប់និងផលប្រយោជន៍របស់ប្រទេសចិនរបស់ពលរដ្ឋចិនដែលគួរតែទទួលបានពេលណាដែលពួកគេមកដល់នៅក្នុងប្រទេសកម្ពុជានេះបើតាមការបញ្ជាក់របស់លោកវ៉ាងដោយទទូចអាជ្ញាធររបស់កម្ពុជាឲ្យចាត់វិធានការប្រកបទៅដោយប្រសិទ្ធភាពក្នុងការបង្ក្រាបទៅលើឧក្រិដ្ឋកម្មនានាដូចជាការឃុំខ្លួនដោយខុសច្បាប់ការវាយប្រហារដោយហិង្សាឬក៏នឹងការឆោបបោកតាមអនឡាញដែលសំដៅទៅលើពលរដ្ឋចិនហើយក៏ដូចជាធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងនៅក្នុងការធ្វើប្រតិបត្តិការជួយសង្គ្រោះក៏ដូចជាការធានាយ៉ាងណាឲ្យមានសុវត្ថិភាពរបស់ពួកគេពេលដែលពួកគេមកដល់ប្រទេសកម្ពុជាសារព័ត៌មាន Global Times បានបញ្ជាក់បន្ថែមថាដោយឡែកខាងភាគីរបស់កម្ពុជាវិញក៏បាននិយាយផងដែរថារដ្ឋាភិបាលរបស់កម្ពុជានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរនៅក្នុងការបង្ក្រាបការឆោបបោកតាមអនឡាញហើយនឹងឧក្រិដ្ឋកម្មនានាដែលសំដៅទៅលើជនជាតិចិនឲ្យបានមានប្រសិទ្ធភាពដើម្បីធានានៅសុវត្ថិភាពរបស់ពួកគេពេលដែលមកក្នុងប្រទេសកម្ពុជាបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Global Times ណាបាទប៉ុន្តែរូបនេះខ្ញុំដាក់របស់ South China Morning Post ដោយសារតែ Global Times រូបគាត់ដាក់ទៅមិនសូវល្អរូបគាត់អត់ស្អាតអញ្ចឹងបានខ្ញុំយកខាង South China Morning Post មកដាក់ជូនប្រិមិត្តវិញបាទអញ្ចឹងនេះគឺជាការវិវត្តមួយដែលមានសារៈសំខាន់ដែររវាងខាងកម្ពុជាហើយនិងចិនបាទ
ហើយព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយដែលកើតមានឡើងគឺនៅក្នុងប្រទេសអ៊ីរ៉ង់បាទដោយតែខ្ញុំធ្លាប់បានជម្រាបចឹងគឺបាទប្រិមិត្តណាដែលចង់ចូលរួមសកម្មភាពនេះគឺគួរមានការប្រយ័ត្នប្រយែងណាដែលយើងសិក្សាអំពីរឿងនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវខ្ញុំមិនបន្ថែមយោបល់អ្វីទេគឺគ្រាន់តែអានរឿងនេះជូនតែម្ដងដែលជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters បានរាយការណ៍ថាមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីបាទនៅថ្ងៃសៅរ៍នេះបានស្ដីបន្ទោសបាទលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំចំពោះការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសរបស់លោកបាទក្រោយពីក្រមការពារសិទ្ធិមនុស្សបាននិយាយថាការបង្ក្រាបដោយហិង្សានោះដោយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់គឺបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតបាទការតវ៉ានោះគឺបានផ្ទុះឡើងតាំងពីថ្ងៃទី28ខែធ្នូឆ្នាំមុននេះដោយសារតែគឺប្រឆាំងនឹងការលំបាកខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសហើយក៏បានរីករាលដាលរហូតដល់មានបាតកម្មមួយដែលទាមទារឲ្យបញ្ចប់របបគ្រប់គ្រងនៅក្នុងប្រទេសអ៊ីរ៉ង់នេះហើយលោកត្រាំវិញលោកបានចេញសារព្រមានជាបន្តបន្ទាប់ថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ដែលក្នុងនោះរួមមានការសន្យាយ៉ាងណានៅក្នុងការចាត់វិធានការយ៉ាងខ្លាំងក្លាផងដែរប្រសិនបើអ៊ីរ៉ង់សម្លាប់អ្នកតវ៉ាទាំងអស់នោះក៏ប៉ុន្តែនៅថ្ងៃសុក្រណាព្រឹកមិញនេះតាមរយៈការបង្ហោះតាមបណ្ដាញសង្គមនោះគឺលោកប្រធានាធិបតីបានថ្លែងអំណរគុណមេដឹកនាំនៅទីក្រុងតេហេរ៉ង់បាទដោយនិយាយថាគឺមេដឹកនាំនៅទីនោះបានបញ្ឈប់ការព្យួរកសម្រាប់មនុស្សដោយចំនួនច្រើនហើយប៉ុន្តែនៅខាងអ៊ីរ៉ង់វិញបាននិយាយថាពួកគេមិនដែលមានផែនការនៅក្នុងការយកមនុស្សមកព្យួរកនោះទេនៅក្នុងអត្ថាធិប្បាយដែលតំណងដូចជាការឆ្លើយតបទៅនឹងលោកប្រធានាធិបតីដូណាល់ត្រាំនោះគឺលោកខាមេនីបាននិយាយថាគឺយើងនឹងមិនអូសទាញប្រទេសរបស់យើងឲ្យធ្លាក់ទៅក្នុងសង្គ្រាមនោះទេក៏ប៉ុន្តែយើងក៏មិនអនុញ្ញាតឲ្យការដែលក្រុមអក្រិតជននៅក្នុងប្រទេសហើយនិងអន្តរជាតិបាទរួចខ្លួនដោយមិនទទួលទោសនោះផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋដែលបានរាយការណ៍ហើយគឺក្រុមថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់បានស្ដីបន្ទោសអំពើហិង្សានេះដែលបានកើតមានឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ថាគឺជារឿងមួយដែលបង្កឡើងដោយក្រុមកបកប្រដាប់អាវុធដែលបានដើរតួនាទីបន្លំជាអ្នកតវ៉ាអហិង្សាហើយខាងអ៊ីរ៉ង់នោះបានហៅពួកគេនោះថាជាពួកភេរវករហើយបាននិយាយថាគឺប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំសកម្មភាពទាំងអស់នោះហើយនឹងបានបណ្ដាលឲ្យមានមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតទៅដល់ទាំងបាតកោទាំងមន្ត្រីសន្តិសុខរបស់ប្រទេសជាតិហើយលោកបានបញ្ជាក់ថាគឺអ៊ីរ៉ង់ចាត់ទុកថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺជាបាទអក្រិតជនចំពោះការស្លាប់បាត់បង់ជីវិតនេះក៏ដូចជាការខូចខាតនិងការបង្កាច់បង្ខូចនានាដែលបានធ្វើឡើងចំពោះប្រទេសអ៊ីរ៉ង់ហើយលោកបានបន្ថែមថាគឺការសម្លាប់ទាំងអស់នោះគឺមានជាប់ពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកហើយបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដូចជាសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់ផងដែរបាទនេះបើតាមការបញ្ជាក់របស់លោកដោយបានបន្ថែមថាគឺពួកគេបានចាប់ផ្ដើមដុតភ្លើងនេះហើយបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈហើយបង្កឲ្យមានការវឹកវរនៅក្នុងប្រទេសគឺពួកគេជាអ្នកដែលប្រព្រឹត្តអំពើអក្រិតកម្មទាំងអស់នេះនិងជាអ្នកដែលបានបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរផងដែរបាទហើយការវិវត្តចុងក្រោយនេះគឺបើតាមសេចក្តីរាយការណ៍របស់ខាងទីភ្នាក់ងារសារព័ត៌មាន Reuters គឺបាទអ៊ីនធឺណិតឥឡូវនេះគឺរដ្ឋាភិបាលនៅប្រទេសអ៊ីរ៉ង់នឹងចាប់ផ្ដើមបើកអ៊ីនធឺណិតឲ្យប្រជាពលរដ្ឋនឹងប្រើប្រាស់ឡើងវិញហើយនេះបើយោងតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដូចជាក្រមសិទ្ធិមនុស្សផងដែររីឯការខូចខាតវិញបើយោងតាមក្រមអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលឈ្មោះថាក្រម HR ANA បាទបាននិយាយថាបើយោងតាមចំនួនស្លាប់ដែលពួកគេអាចផ្ទៀងផ្ទាត់បានគឺមានអ្នកស្លាប់នឹងចំនួន3090នាក់3090នាក់បាទក្នុងនោះគឺបាតកោចំនួន2885នាក់បាទហើយគឺមានចាំបានន័យថាអ្នកផ្សេងទៀតហ្នឹងគឺមិនមែនជាបាតកោអាចជាមន្ត្រីសន្តិសុខរបស់ខាងរដ្ឋាភិបាលអ៊ីរ៉ង់ផងដែរហើយមានមនុស្សចំនួន
22,000 អ្នកត្រូវបានចាប់ខ្លួនបាទអញ្ចឹងហើយបានជានៅក្នុងពេលកន្លងមកគឺគេប្រើពាក្យថាមនុស្សជាង2000 អ្នក20,000 អ្នកគេព្រួយថាអាចនឹងស្លាប់បាត់បង់ជីវិតអញ្ចឹងគឺ22,000 អ្នកនេះតែបានចាប់ខ្លួនហ្នឹងគឺអត់ទាន់ដឹងជោគវាសនាណានៅឡើយទេតើគាត់នឹងត្រូវគេដោះលែងនៅក្នុងពេលឆាប់ខាងមុខនេះឬក៏ត្រូវគេកាត់ទោសប្រហារជីវិតឬយ៉ាងណាគឺអត់ទាន់ដឹងអញ្ចឹងហើយបានជាឬក៏ស្លាប់ហើយរកសាកសពមិនឃើញឬក៏មិនដឹងដែរអញ្ចឹងហើយបានគេក្នុងពេលកន្លងមកមានសារព័ត៌មានមានក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនថាគេព្រួយបារម្ភថាអ្នកស្លាប់អាចឡើងទៅដល់20,000 នាក់ឬ10,000 ជាងនាក់ឬក៏20,000 នាក់បាទដោយសារតែអ្នកដែលគេចាប់ខ្លួននោះវាមាន22,000 នាក់ជាងទៅហើយបាទហើយទីភ្នាក់ងារសារព័ត៌មាន Reuters គាត់ថាគាត់មិនអាចផ្ទៀងផ្ទាត់តួលេខដែលគេបានបង្ហាញនេះបានទេបាទដោយសារតែការយកព័ត៌មានពីកន្លែងនោះមានការលំបាកបាទនេះគឺជាសេចក្តីរាយការណ៍ណាដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់ថ្ងៃអាទិត្យនេះបាទអញ្ចឹងយូរបន្តិចថ្ងៃនេះបាទអញ្ចឹងសូមអរគុណយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពបាទបច្ចុប្បន្នភាពអាមេរិកនៅក្នុងពេលល្ងាចនេះណាសម្រាប់អ្នកនៅសហរដ្ឋអាមេរិកក៏ប៉ុន្តែក៏មានអត្ថបទនេះដែលខ្ញុំថានឹងធ្វើជូននោះគឺរបស់បានកកប៉ុស្តិ៍បាទរបស់បានកកប៉ុស្តិ៍តែពាក់ព័ន្ធជាមួយនឹងការដែលក្រមបកនយោបាយនានាយករឿងកម្ពុជានឹងធ្វើជាការឃោសនាបាទឃោសនាហើយដែលអាចនឹងជំរុញឲ្យមានក្រមយោធានឹងកាន់តែមានអំណាចបាទតើរឿងហ្នឹងគឺវាយ៉ាងណាដូច្នេះជាការសន្និដ្ឋានរបស់ខ្ញុំគឺមិនចប់ងាយៗរហូតដល់មានការបោះឆ្នោតហើយបាទគ្រាន់តែយើងបនហើយបនទៀតគឺរំពឹងថាមិនឲ្យមានរឿងអ្វីកើតឡើងនៅមុនការបោះឆ្នោតរបស់ថៃនឹងទេបាទអញ្ចឹងសូមអរគុណប្រិមិត្ត